បាទសូម ជម្រាបសួរលោកអ្នកគ្រូសាជាថ្មីអឺលោកគ្រូនឹងជួបខ្ញុំនៅមុខវិជ្ជាការអភិវឌ្ឍនិងការសិក្សារបស់កុមារតូចនៅកម្រិតបឋមសិក្សាបាទនៅក្នុងមុខវិជ្ជានេះខ្ញុំនឹងយកមេរៀនទី7កាលពីមុនខ្ញុំនឹងធ្វើវីដេអូ slide នៅមេរៀនទី5ទី6រួចហើយឥឡូវយើងចូលដល់មេរៀនទី7បាទមេរៀនទី7ដែលមេរៀននេះមានខ្លឹមសារដូចតទៅបាទចំណងជើងមេរៀននេះគឺការអភិវឌ្ឍសរីរាង្គចលកររបស់កុមារពីអាយុ6ទៅ12ឆ្នាំបាទលោកគ្រូស្គាល់ខ្ញុំហើយខ្ញុំឈ្មោះសឿវណ្ណាបាទឥឡូវយើងបន្តទៅខ្លឹមសាររបស់យើងបាទក្រោយពីលោកគ្រូរៀនមេរៀននេះចប់លោកគ្រូនឹងបាននៅចំណេះដឹងវិជ្ជាសម្បទាបំណិនសម្បទានិងចរិយាសម្បទាដូចតទៅបាទប្រាប់បានពីលក្ខណៈពិសេសនៃចលកររបស់កុមារនិងលក្ខណៈពិសេសនៃគំនូសរបស់កុមារកំណត់បានសកម្មភាពកុមារដែលមានក្នុងជីវភាពរស់នៅប្រចាំថ្ងៃមកច្នៃប្រឌិតជាសកម្មភាពជួយដល់ការអភិវឌ្ឍសរីរាង្គចលករយកចិត្តទុកដាក់តម្រង់ទិសកុមារដែលធ្វើចលករក្នុងពេលលេងលក្ខខណ្ឌធម្មជាតិនិងលក្ខខណ្ឌធម្មជាតិបាទបាំងតិចកន្លែងនេះសំភ័យទោសដែរបាំងរូបដោយសារខ្ញុំចង់បានរូបដែរគ្រាន់នឹងលោកអ្នកគ្រូមើលចំណាំមុខខ្ញុំបាទគុណច្រើនបាទយើងបន្តទៅទៀតបាទនៅក្នុងមេរៀននេះគឺយើងមានខ្លឹមសារមាតិកាដូចតទៅសេចក្តីផ្ដើមលក្ខណៈពិសេសនៃចលកររបស់កុមារការទប់និងសកម្មភាពប្រកបដោយឆន្ទៈការបង្ហាញគំនូសរបស់កុមារស្ថិតក្នុងតថភាពបញ្ញាតម្លាភាពគូពីរដងសារៈប្រយោជន៍នៃការអភិវឌ្ឍសរីរាង្គចលកររបស់កុមារការគ្រប់គ្រងដល់ការអភិវឌ្ឍសរីរាង្គចលករកុមារបាទអញ្ចឹងខ្លឹមសារនៅក្នុងមេរៀននេះមានប៉ុណ្ណឹងលោកគ្រូបាទនិយាយទៅដូចជាខ្ញុំអានឲ្យលោកអ្នកគ្រូស្ដាប់ដែរទេមិនជាអីលើសអីទេកន្លែងខ្លះសូមខន្តីអភ័យទោសផងដែរបើសិនជាខ្ញុំបញ្យល់អីទៅមិនច្បាស់លាស់តែលោកគ្រូអាចសួរខ្ញុំបាននៅពេលជួបគ្នានៅវគ្គក្រោយបាទយើងជួបគ្នានៅវគ្គទី2ទៀតលោកអ្នកគ្រូបាទលោកអ្នកគ្រូសូមអញ្ជើញមើលរូបនេះបន្តិចមើលថាតើរូបនេះខ្ញុំចង់បញ្ជាក់ពីអីបាទរូបនេះបើយើងនិយាយចំទៅគឺជីវិតរបស់កុមារភាពតាំងពីនិយាយទៅយើងនិយាយពីមុនមកហ្នឹងតាំងពីនៅក្នុងផ្ទៃម្ដាយដែលកុមារធ្វើចលនាបានដឹងមជ្ឈដ្ឋាននៅខាងក្រៅតាំងពីនៅក្នុងពោះដែលយើងនិយាយថាប្រហែលខែមកនោះអញ្ចឹងកុមារមានការអភិវឌ្ឍដោយសារធ្វើសរីរាង្គចលនាសរីរាង្គចលកររបស់ពួកគេនឹងដែលសរីរាង្គទាំងអស់នោះហើយគឺជាការជំរុញឲ្យធ្វើចលនាបាទចលករនឹងគឺអ្នកជំរុញឲ្យធ្វើចលនាបាទហើយបាទនេះជាបញ្ញត្តិរបស់ថាតើអ្វីទៅជាការអភិវឌ្ឍសរីរាង្គចលកររបស់កុមារបាទគូគិតតិចដែរមើលសុខសប្បាយជាទេលោកគ្រូបាទណៃលោក
គ្រូយើងនៅភិកតិចនេះសុខសប្បាយទេអត់អីទេបាទនេះជាបញ្ញត្តិការអភិវឌ្ឍសរីរាង្គចលករមានន័យថាការអភិវឌ្ឍសូមភ័យទោសការលូតលាស់រាងកាយការលូតលាស់ដោយពង្រឹងឆ្អឹងសាច់ដុំសមត្ថភាពក្នុងការផ្លាស់ទីហើយនឹងប៉ះវត្ថុដែលនៅជុំវិញខ្លួនកុមារនឹងឯងការអភិវឌ្ឍម៉ូទ័ររបស់កុមារចែកចែងជា2ប្រភេទគឺ fine motor ហើយនឹង gross motor បាទចឹង fine motor និង gross motor មានន័យយ៉ាងម៉េចបាទគ្រូចាំទៅបន្តទៅខ្លឹមសារបន្តិចទៀតនេះឥឡូវខ្ញុំជូននៅសេចក្តីផ្ដើមដំណាក់កាលនេះកុមារមានរូបរាងកាន់តែធំកម្ពស់កើនឡើងចលនាដៃជើងកាន់តែប៉ិនប្រសប់និងរហ័សរហួនបាទដំណាក់កាលនេះកុមារចាប់ផ្ដើមយកចិត្តទុកដាក់ពង្រឹងបុគ្គលិកលក្ខណៈរបស់ខ្លួនលើគ្រប់ទិដ្ឋភាពដែលមានពីមុនមកដោយមិនសូវចាប់អារម្មណ៍ខិតខំទទួលយកចំណេះដឹងថ្មីថែមទៀតឡើយពេលកុមារលេងបាល់កុមារតែងតែយកចិត្តទុកដាក់ហាត់រៀនកាន់បាល់និងបោះបាល់ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនប៉ុណ្ណោះបាទនេះគឺជា fine motor and gross motor fine motor e.g. example នឹង small movements of the fingers and hands gross motor e.g. large and coordinated movements of the trunk arms and legs អូខេនេះជាភាសាអង់គ្លេសទេដែលលោកគ្រូចាំយើងបកនៅខាងក្រោយបាទនៅខាងក្រោមបាទលោកគ្រូអាចអានបានក៏អានទៅបាទនេះជាបញ្ហាប្រឈមជាមួយនឹងfine motor ហើយនឹង gross motor បាទលោកគ្រូមានពេលក៏អានទៅហើយខ្ញុំនឹងបកប្រែនៅខាងក្រោមទេអត់អីទេលោកគ្រូណាបាទអូខេឥឡូវខ្ញុំបន្តទៅខាងក្រោមដែលបកប្រែពីកថាខណ្ឌនេះបាទពីកថាខណ្ឌនេះមានន័យយ៉ាងដូចម្ដេចឥឡូវយើងចូលជាភាសាខ្មែរមកស្រួលយល់បញ្ហាប្រឈមនៃការប្រើប្រាស់សាច់ដុំធំនិងការប្រើប្រាស់សាច់ដុំតូចបាទ fine motor and gross motor នឹងយើងប្រែថាសាច់ដុំធំនិងសាច់ដុំតូចបាទសិស្សដែលមានបញ្ហាស្កន់យើងបកថាចឹងណាសិស្សដែលមានបញ្ហាស្កន់អាចពិបាកក្នុងការគ្រប់គ្រងនិងសម្របសម្រួលផ្នែករាងកាយរបស់ពួកគេមានបញ្ហាប្រឈមក្នុងការប្រើប្រាស់សាច់ដុំធំនិងការប្រើប្រាស់សាច់ដុំតូចបាទដោយសារគាត់កើតស្កន់នឹងពិបាកណាស់ក្នុងបាទខាង gross motor នេះសិស្សដែលមានបញ្ហារបួសខួរក្បាលឧទាហរណ៍មានបញ្ហាដាច់សរសៃឈាមខួរក្បាលអាចពិបាកក្នុងការគ្រប់គ្រងនិងសម្របសម្រួលផ្នែករាងកាយរបស់ពួកគេមានបញ្ហាប្រឈមក្នុងការប្រើប្រាស់សាច់ដុំធំនិងការប្រើប្រាស់សាច់ដុំតូចដូចគ្នាបាទអញ្ចឹងយើងការថែទាំកូនយើងគឺយើងថែទាំឲ្យបានដិតដល់មែនតែនខ្លាចវាមានបញ្ហាទាំងអស់ហ្នឹងដល់អញ្ចឹងទៅយើងជាឪពុកម្ដាយហ្នឹងគឺពិបាកនឹងមួយជីវិតដែលយើងត្រូវពិបាកដល់គាត់ណាលោកគ្រូណាបាទនេះជាក្រុមវិភាសាទេបើសិនជាយើងជួប face to face ខ្ញុំនឹងមានក្រុមវិភាសាគ្នាយើងបាទក្នុងនោះយើងបានចែកជា5ក្រុមនេះបាទ5ក្រុមនេះប៉ុន្តែឥឡូវយើងអនឡាញចេះលោកគ្រូគ្រាន់តែស្ដាប់ទៅបានហើយគាត់ស្ដាប់ទៅហើយខ្ញុំគាត់សុំអានសំណួរចុះខ្ញុំអានសំណួរក្រុមទី1គឺថាកុមារអាយុពី6ទៅ12ឆ្នាំហ្នឹងតែងតែធ្វើចលនាមិនចេះនឿយហត់ព្រោះអ្វីបាទសួរចឹងតើចលនាទាំងនោះមានលក្ខណៈដូចម្ដេចបាទចូលបង្ហាញឲ្យឃើញថាទី2សំណួរទី2ក្រុមទី2ហ្នឹងចលនារបស់កុមារពីអាយុ
6ទៅ12ឆ្នាំហ្នឹងកាន់តែមានប្រសិទ្ធភាពយើងបង្ហាញថាឲ្យគាត់មានប្រសិទ្ធភាពនៅក្នុងការធ្វើចលនានិងការវិវត្តហ្នឹងទី3តើចលនារបស់កុមារមានលក្ខណៈពិសេសអ្វីខ្លះបាទសំណួរទាំងអស់នេះសិតតែមាននៅក្នុងមេរៀនបាទតែយើងសួរទៅដើម្បីយើងឆ្ងល់ទៅយើងមើលមេរៀនចេះតែម្ដងបាទចេះតែម្ដងទី4តើសកម្មភាពអ្វីខ្លះដែលបង្ហាញថាកុមារមានលទ្ធភាពទប់សកម្មភាពឆន្ទៈបានបាទសកម្មភាពអីខ្លះលោកគ្រូណាមាននៅក្នុងមេរៀនយើងទី5តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យសរីរាង្គចលកររបស់កុមារអភិវឌ្ឍបានល្អបាទនេះជាសំណួរដែលយើងយកទៅពិភាក្សាក្រុមទេខ្ញុំគ្រាន់តែអានទេយើងអត់បានកើតក្រុមអីទេលោកគ្រូអានទៅយើងបានឆ្ងល់យ៉ាងដែរអូខេឥឡូវយើងចូលដល់ខ្លឹមសារធំមួយទៀតគឺលក្ខណៈពិសេសនៃចលកររបស់កុមារចលនាត្រូវបានតម្រូវនិងសម្របសម្រួលបានប្រសើរជាងមុនឧទាហរណ៍អាចសរសេរអាចឈរជើងមួយបានអាចអនុវត្តលំហាត់អប់រំកាយបានប្រសើរបាទគ្រូខ្ញុំជឿថាមានចំណេះដឹងហើយនឹងបទពិសោធន៍ច្រើនជាងខ្ញុំទៀតបាទច្រើនជាងខ្ញុំទៀតបាទខ្ញុំគ្រាន់តែជាឲ្យជាទ្រឹស្ដីបន្ថែមទៀតទេលោកគ្រូណាបាទចលនាកម្លាំងកាយកើនឡើងយ៉ាងខ្លាំងឧទាហរណ៍កុមារចូលចិត្តលេងល្បែងប្រកបដោយគ្រោះថ្នាក់ដូចជាហក់លោតរំលងឡើងដើមឈើបាទឡាក់បាទចលនាមានភាពរហ័សរហួនជាក់លាក់ប្រកបដោយអំណត់អត់ធន់ឧទាហរណ៍កុមារចូលចិត្តលេងល្បែងភ្នាល់គ្នាប្រកួតប្រជែងយកឈ្នះចាញ់ដូចពួកគាត់កាច់ដៃគ្នាអញ្ចឹងណាគ្រូណាអញ្ចឹងហើយយើងពិបាកណាស់យើងជាមនុស្សធំនឹងតាមថែគាត់ទៅខំគាត់លោតគាត់អីនឹងបាក់ដៃបាក់ជើងគ្រិចដៃគ្រិចជើងនឹងបាទកូនយើងកូនគេទាំងអស់គ្នានឹងពិបាកណាស់ថាការថែទាំចឹងបានខ្ញុំសូមសរសើរលោកគ្រូអ្នកគ្រូនៅថ្នាក់បឋមខ្ញុំសូមសរសើរដោយស្មោះចឹងហ្មងលំបាកណាស់យើងតាមមើលគាត់ខ្លាចគាត់ធ្វើចលនាវាមិនប្រក្រតីអញ្ចឹងទៅយើងមានបញ្ហាដល់កូនចៅគឺកូនគេណាបើកូនយើងមិនអីទេបាទចលនាជាក្រុមកាន់តែមានសារៈសំខាន់ពីអាយុ6ទៅ12ឆ្នាំនឹងជាវ័យសិក្សាបាទនិយាយទៅ12ឆ្នាំហ្នឹងអាចយើងហៅថាវ័យមានកូនយើងមួយចំនួនហើយវ័យគ្រប់ការហើយបាទ12ឆ្នាំហ្នឹងអាចមានដូចថាមនុស្សប្រុសមានស្ពែម៉ាតូស៊ូអ៊ីតអីចឹងណាកូនស្រីយើងមានអូវុលអីចឹងទៅបាទ12ឆ្នាំហ្នឹងអាចខ្មុំអាចកំឡោះហើយកូនខ្លះព្រោះស្រីអាចកំឡោះឲ្យកូនស្រីខ្លះបាទការទប់និងសកម្មភាពប្រកបដោយឆន្ទៈបាទសកម្មភាពរយៈពេលខ្លីក្នុងរវាងអាយុពី7ឆ្នាំទៅបាទឧទាហរណ៍កុមារលេងល្បែងបិទពួនកុមារអាចសំងំលាក់ខ្លួនឬអាចធ្វើចលនាសន្សំដើម្បីលបមើលគូម្ខាងទៀតដោយប្រកបដោយអំណត់អត់ធន់បាទនេះគឺជាការទប់បានកុមារចេះទប់ចេះលាក់ចេះអីចឹងទៅចេះនិយាយចេះលាក់ខ្លួនចេះលបចឹងទៅអាចចេះហើយបាទពេលលេងល្បែងដណ្ដើមស្លឹកឈើកុមារអាចធ្វើសកម្មភាពបញ្ឆោតគូប្រឆាំងរបស់ខ្លួនបានបាទនេះជាការពិតបាទសកម្មភាពរយៈពេលវែងប្រតិកម្មរបស់កុមារអាចពន្យាពេលបានមួយរយៈពេលវែងបន្ទាប់ពីទទួលបានរំញោចបាទឧទាហរណ៍កុមារចង់ទៅដើរលេងមានមិត្តភ័ក្តិបបួលទៅដើរលេងកុមារអាចកំណត់បានថាជាការរវល់ដូចជាប្រើពាក្យថាចាំស្អែកចាំល្ងាចចាំម៉ោង5អីចឹងទៅគាត់អាចទប់ចឹងបានបាទកុមារនេះជាការពិតបាទអញ្ចឹងអត់បាក់អីយល់គ្រូណាការបង្ហាញគំនុះរបស់កុមារស្ថិតក្នុងតថភាពបញ្ញាបាទតថភាពបញ្ញាហ្នឹងគឺបញ្ញាគាត់មើលនៅក្នុងពិតនៅជុំវិញខ្លួនគាត់ហ្នឹងការពិតនៅជុំវិញខ្លួនគាត់ហ្នឹងហើយពិតនៅក្នុងនេះគឺពិតនៅក្នុងជីវភាពជាក់ស្ដែងណាលោកគ្រូណាពិតទាំងនៅក្នុងសង្គមពិតទាំងនៅក្នុងធម្មជាតិបាទពិតក្នុងសង្គមនិងពិតក្នុងវិទ្យាសាស្ត្រតថភាពបញ្ញាហ្នឹងគាត់មើលឃើញអីគាត់ធ្វើហ្នឹងណាបាទបញ្ញារបស់គាត់ឧទាហរណ៍ដូចគំនូរបស់កុមារស្ថិតក្នុងតថភាពបញ្ញាដោយកុមារប្រើប្រាស់សំណុំគំនូក្នុងគោលបំណងផ្ដល់អត្ថន័យពីពិភពខាងក្រៅបាទពិភពខាងក្រៅជុំវិញខ្លួននឹង
គេនឹងអាចឧបមាថាកុមារដែលមានលទ្ធភាពតាងវត្ថុតែងតែខិតខំធ្វើឲ្យដូចអាការៈក្រៅដែលអាចមើលទៅឃើញនឹងភ្នែកបាទគាត់មើលឃើញនឹងភ្នែកអីគាត់ធ្វើហ្នឹងណាបាទចឹងហើយបានកុមារអាយុ7 8ឆ្នាំ12ឆ្នាំនឹងនិយាយអីគេជឿបាទនិយាយអីគេជឿបាទផ្ទុយទៅវិញកុមារអាចរក្សាទុកបានពីអាការៈនេះតែអ្វីដែលអាចឲ្យស្គាល់វត្ថុដំណាក់កាលតថនិយមក្នុងគំនូររបស់កុមារបញ្ជាក់ពីលក្ខណៈដំណាភាពនឹង2ដងបាទដំណាភាពនឹង2ដងកន្លែងនេះបាំងមានន័យថាដំណាភាពនឹង2ដងគុណគ្រូនេះគឺដំណាភាពឧទាហរណ៍ដំណាភាពរបស់កុមារនៅមុខផ្ទះមួយកុមារគូឲ្យឃើញក្នុងបន្ទប់នៅរូបមនុស្សសង្ហារឹមផ្សេងបាទគាត់ចង់និយាយថាគាត់មើលពីមួយខាងឲ្យធ្លុះទៅមួយខាងទៀតបាទគាត់មើលអញ្ចឹងគាត់គូទៅគាត់សម័យឃើញថានៅក្នុងផ្ទះហ្នឹងមានអីអញ្ចឹងទៀតទៅអាហ្នឹងហៅថាដំណាភាពហ្នឹងគឺភាពឆ្លោះពីមួយខាងទៅមួយខាងដូចថាបាំងដោយយើងបាំងកញ្ចក់មែនប៉ុន្តែយើងមើលទៅឃើញធ្លុះបាទមួយខាងទៀតអាហ្នឹងហៅថាដំណាភាពកុមារគូរុក្ខជាតិឲ្យឃើញរឹសគាត់គូដល់រឹសនៅក្នុងដីទៀតជួនកាលគាត់អត់បានគូដីទេគូដីនៅលើទេប៉ុន្តែគាត់គូរឹសចឹងបងរឹសដុះនៅរឹសនៅខាងក្រោមនឹងរឹសនៅក្រោមហ្នឹងគាត់គូរឹសកុមារគូឲ្យឃើញក្បាលនៅក្រោមមួកបាទឃើញទេចឹងហ្នឹងហៅថាដំណាភាពគូឲ្យឃើញពុះវៀននៅក្នុងពុះសัตว์បាទហ្នឹងជាការពិតគូឲ្យឃើញរូបអទេសភ្លើងឲ្យឃើញរូបខាងក្នុងអទេសភ្លើងទៀតបាទហ្នឹងហើយហៅថាដំណាភាពកុមារគាត់អញ្ចឹងគាត់ចូលចិត្តដំណាភាពគាត់ចូលចិត្តមើលអីធ្វើឆ្លុះពីក្នុងដល់ក្រៅបាទនេះជាឧទាហរណ៍បាទញ៉េគាត់គូមើលគាត់គូឃើញគាត់គូគាត់គូទាំងពោះវៀនគូទៀតហើយគាត់គូផ្ទះគាត់គូមនុស្សរត់នៅក្នុងផ្ទះហ្នឹងទៀតបាទអញ្ចឹងហៅថាដំណាភាពរបស់កុមារហ្នឹងគំនូរដំណាភាពបាទឥឡូវនិយាយពីរឿងគូ2ដងបាទគូ2ដងកុមារគូរថយន្តមើលពីចំហៀងឲ្យឃើញកង់4គាត់គូទៅកង់4វាបាំងការពិតទៅប៉ុន្តែគាត់គូអត់ឲ្យបាំងទេចង់និយាយចឹងគាត់គូ2ដងអញ្ចឹងទៅជា4ឬគូមនុស្សមើលចំហៀងឲ្យឃើញភ្នែក2បាទមើលចំហៀងសោះឃើញចេញភ្នែក2គាត់គូឃើញចឹងអាហ្នឹងហៅគូ2ដងគាត់បង្ហាញពីគំនូរហ្នឹងបាទហ្នឹងដូចមិនពិបាកយល់អីទេគុណគ្រូឥឡូវនិយាយពីសារៈប្រយោជន៍នៃការអភិវឌ្ឍសរីរាង្គចលកររបស់កុមារការអភិវឌ្ឍសរីរាង្គចលករជាដំណើរការមួយគួរឲ្យកត់សម្គាល់ដែលខួរក្បាលអាចធ្វើឲ្យប្រសើរឡើងនៅដំណើរការនៃចលករតាមរយៈការអនុវត្តបាទការអនុវត្តជាការសំខាន់ណាស់ពេលដែលយើងរក្សាកុមារឲ្យដើរជំវិញនឹងមានសកម្មនៅក្នុងថ្នាក់រៀនឲ្យបានច្រើនដែលជួយឲ្យពួកគេអភិវឌ្ឍសរីរាង្គចលករគឺថាយើងជាអ្នកជួយជំរុញឲ្យអាចលករហ្នឹងឲ្យបានប្រកបដោយភាពត្រឹមត្រូវល្អណាឧមាលោតឲ្យត្រូវក្បួនអីចឹងទៅកុំឲ្យវាខុសកន្លែងហ្នឹងឯងនឹងផ្ដល់ព័ត៌មានដល់កុមារកំពុងរៀនចលនាដើរតួនាទីសំខាន់អាចផ្ដល់នៅធម៌ពលសម្រាប់ខួរក្បាលដែរផ្នែកជាច្រើននៃខួរក្បាលធ្វើរួមគ្នាជាមួយនឹងសកម្មភាពរាងកាយដើម្បីជួយឲ្យកុមាររៀនសូត្រប្រកបដោយប្រសិទ្ធភាពបាទនេះជាការពិតបាទជាការពិតអញ្ចឹងយើងទាំងអស់គ្នាហ្នឹងលោកគ្រូដល់ចំណងជើងនេះមួយទៀតគឺយើងត្រូវតែគ្រប់គ្រងដល់ការអភិវឌ្ឍសរីរាង្គចលកររបស់កុមារហ្នឹងយើងគ្រប់គ្រងណាដូចអ្នកខ្លះអត់យល់ទេកុមារលពឹសខឹងនឹងកុមារក៏មានដែរហ្នឹងមេដាបេដាឯណាច្រើនវាយក្មេងលពឹសអីចឹងទៅតែការពិតមិនត្រូវទេមិនត្រូវវាយទេយើងគ្រាន់ថែពួកគាត់លេងអីឲ្យគាត់លេងហ្នឹងទៅយើងថែគាត់បាទផ្ដល់មតិកែលម្អជាបន្តបន្ទាប់តាមមធ្យោបាយសមស្របសម្រាប់កុមារឬក៏សិស្សបាទយើងកែកំណត់តម្លាគម្លាតដែលអាចកើតមាននៅក្នុងចំណេះដឹងឬការអនុវត្តរបស់កុមារបាទឲ្យគម្លាតបាទឲ្យវាជាប់កុំឲ្យវានៅគៀកគ្នានៅក្នុងអាចលនាអីហ្នឹងយើងជាគ្រូបរិញ្ញាបត្រហ្នឹងយើងត្រូវតែច្នៃប្រឌិតយើងច្នៃប្រឌិតនៅសកម្មភាពពីមួយទៅមួយហ្នឹងណាគ្រូណាលើកទឹកចិត្តកុមារឲ្យរៀននិងអភិវឌ្ឍនិងស្វែងរកការគ្រប់គ្រងសមស្របនៅក្នុងសកម្មភាពផ្សេងសម្របសម្រួលលទ្ធភាពទទួលបានស្មើគ្នានៅឱកាសព័ត៌មានធនធាននិងជំនួយផ្សេងទៀតសម្រាប់កុមារឬក៏សិស្សរបស់យើងហ្នឹងបាទ
ដល់ឱកាសសិក្សានិងគ្រប់គ្រងនៅកាយផ្លូវការឬផ្លូវក្រៅផ្លូវការផ្សេងទៀតក្នុងទម្រង់ដែលសមស្របនឹងតម្រូវការរបស់សិស្សបាទផ្ដល់ឱកាសសម្រាប់កុមារសិស្សដើម្បីរៀននិងអនុវត្តចំណេះដឹងជំនាញថ្មីៗតាមរយៈការអនុវត្តបាទតាមរយៈយើងយកសកម្មភាពចលនាហ្នឹងទៅអនុវត្តឲ្យបានត្រូវគ្រូណាឲ្យបានត្រឹមត្រូវឲ្យបានត្រូវនៅក្នុងចលនានៅក្នុងសរីរាង្គចលកររបស់កុមារហ្នឹងផ្ដល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងការអនុវត្តសកម្មភាពរបស់សិស្សបាទរបស់កុមារហ្នឹងស្វែងរកឱកាសដើម្បីប្រើកម្លាំងដើម្បីគ្រប់គ្រងដល់ការសិក្សានិងការអភិវឌ្ឍរបស់កុមារឬក៏សិស្សបាទនេះជាសេចក្តីសន្និដ្ឋានឆ្លងកាត់កុមារភាពទី1 0ដល់3ឆ្នាំនិងទី2 3ទៅ6ឆ្នាំកុមារមានកំពុងមានការអភិវឌ្ឍផ្នែករាងកាយយ៉ាងសកម្មនិងកុមារទី3ពី6ទៅកុមារភាពទី3ពី6ទៅ12ឆ្នាំកាន់តែពេញលេញនិងច្បាស់លាស់ហើយការធ្វើចលនាកាន់តែប្រសើរឡើងប្រកបដោយឆន្ទៈមោះមុតរាល់សកម្មភាពរបស់កុមារប្រចាំថ្ងៃបាទអញ្ចឹងយើងចែកកុមារភាពជា3នេះណាកុមារភាពទី1កុមារភាពទី2និងកុមារភាពទី3បាទទី3បាទអញ្ចឹងអស់ហើយលោកគ្រូបើមានសំណួរអីលោកគ្រូអាចឆ្លើយអាចសួរមកពេលកត់ទុកក៏បានដែរគឺខ្ញុំបញ្យល់មិនច្បាស់កន្លែងណាមួយសូមខន្តីអភ័យទោសផងលោកគ្រូណាបាទយើងធ្វើវីដេអូឲ្យបានបន្ថែមទៀតឲ្យវាមានគ្រប់និយាយចំទៅថាឲ្យវាមានគ្រប់គ្រឿងទាំងអស់ជូនដល់លោកគ្រូអ្នកគ្រូស្រួលនឹងអានស្ដាប់អីចឹងទៅឲ្យមានពីព្រោះខ្ញុំមិនអាចធ្វើជាវីដេអូធំបានថតបានអីទេវាចំណាយពេលចំណាយសម្ភារៈច្រើនណាស់ដែរបាទអញ្ចឹងសូមអរគុណបាទអរគុណលោកគ្រូដែលបានយកចិត្តទុកដាក់ស្ដាប់ខ្ញុំបាទហើយជូនពរលោកគ្រូអ្នកគ្រូឲ្យបានសុខភាពល្អនិងសុវត្ថិភាពជារៀងរាល់ថ្ងៃបាទនៅក្នុងការប្រកបមុខរបរវិជ្ជាជីវៈយើងជាគ្រូបង្រៀននឹងសូមអរគុណនិងសូមជម្រាបលាបាទ